បងឈរលើឆ្នេរស្នូទឹកវាយោសមុនបងទៅជំរាបសួរសួស្តីអ្នកនរគ្នាជួបvớiខ្ញុំដងទៀតហើយខ្ញុំខានចេញវីដេអូយូរឯអ្នកនរគ្នាដោយសារមួយរយៈនឹងរៀង level ច្រើនអញ្ចឹងអត់សូវមានពេលបានថតឲ្យអ្នកនរគ្នាមើលអញ្ចឹងលើកនេះគឺ vlog ទៀតហើយគឺអត់មានអីខែពីដើមលេងទេអ្នកនរគ្នាអញ្ចឹងដល់ហ្នឹងគឺខ្ញុំចូលកំពុងសាំគ្មានអូនបីបងត្រកងហើយរវៃពេលនេះបងនឹកអូនខ្លាំងម្ល៉េះអារម្មណ៍ចេះតែរវល់រវីឃ្លាតកាយបងឆ្ងាយពីអូនទំលងមិនសូវចេះដល់ស្នាមញញឹមដល់ស្រស់ព្រព្រីបងឈរលើចឹងពេលខ្ញុំមកដល់ខ្ញុំបានហៅកន្លែងណាដែលតំណងទុកហៀបចំទុកអីប្រចាំដាក់អង្គុយញ៉ាំអីនៅមាត់ឆ្នេរចឹងណាហើយតបមកខ្ញុំបានដើរលេងតាមមាត់ឆ្នេរមួយផ្លែតហើយក៏បានទៅសាធាសម្រាប់នៅម៉ោង3ហើយតបមកម៉ោង5ខ្ញុំបានមកអង្គុយមើល sunset ខ្ញុំមកអាំងអីនៅឆ្នេរចឹងហើយខ្ញុំយំតិចខ្ញុំក៏បានជិះដើរលេងនៅក្នុងក្រុងមើលគេមើលអីចឹងទៅហើយពេលមកដល់ស្ថានភាពវិញគឺខ្ញុំបានពុតទឹកមួយអីហើយគឺយើងដាំទឹកដើម្បីឆុងមីញ៉ាំនៅវាសាញមិញបានតែមកអានប៉ុណ្ណឹងហើយចឹងយកឡើងឃ្លានចឹងក៏ទៅមកទិញទៅពុកគីនិងមីហើយអង្គុយញ៉ាំរាត្រីប្រចាំពេញងងនៃឆ្នេរសមោថ្ងៃទី2គឺនៅមករៀបចំខ្លួនរៀបអាវ៉ាន់អីពួកអីខ្ញុំមកកំសាមគេងតែមកយកទេអញ្ចឹងហើយនឹងគឺខ្ញុំរៀបចំអាវ៉ាន់ទៅវិញហើយឃើញគូគេសាស្នាស្នេហាចង្វាក់បេះដូងប្រាប់ថាបងត្រូវការអូមកថ្នាក់ថ្នមថែហើយបន្ទាប់មកក៏ខ្ញុំបានមកញ៉ាំអាហារពេលផឹកអូ baby ញ៉ាំពីបងនឹករលឹកតាមវាយោតពីញ៉ាំអីហើយគឺខ្ញុំបានធ្វើដំណើរទៅកាន់កោះរាជបុត្រទៅលេងនៅកោះរាជបុត្រហ្នឹងហើយបានលេងទៅទាំងកញ្ញាគ្នាហើយពេលមកដល់ហ្នឹងគឺថាមេឃភ្លៀងអ្នកគ្នាតែអីលំតិចតិចដែរអញ្ចឹងហើយនេះគឺជាថ្ងៃដើម្បីទៅកន្លែងជិះទូកក្នុងព្រៃកោងកាងអញ្ចឹងគឺថាទៅភាពក្នុងព្រៃកោងកាងគឺថាស្រស់ហើយស្អាតខ្លាំងមែនតើគឺត្រជាក់ភ្នែកមកខ្ញុំបានចេញពីផ្លូវកំកាងគឺខ្ញុំមកកោះរាជបុត្រហ្នឹងមកដែរគេហៅថាកោះសំពោចហ្នឹងអស់គ្នាហើយខ្ញុំបានដើរលេងតាមឆ្នេរថតរូបបានខ្លះហើយខ្ញុំក៏ត្រឡប់ទៅឡើងផ្លូវលបឿនលឿនតាមប្រទេសវិញអ្នកនរគ្នាហើយនៅតាមផ្លូវហ្នឹងក៏ខ្ញុំបានចូលទិញខយទិញអីផឹកដែរហើយតោះខ្ញុំជិះបានផ្លែតក៏មកដល់ភ្នំពេញវិញអ្នកនរគ្នាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកនរគ្នាចូលចិត្តវីដេអូហ្នឹងហើយជួបគ្នានៅវីដេអូក្រោយអរគុណ